មកឥឡូវនេះមកស្គាល់ពុកយុវជនបាទបារាយមិនប្រធាយទេបាទយុវជនខាងបារាយបាទយុវជនបារាយដែលស្ថិតនៅខ្សែទឹកក្នុងពាក់ផ្លាកលេខ025ខ្សែទឹកក្រៅគឺមហាព្រំចៅហើយបាទជាមួយនឹងបាទនឹងទូអ៊ំបាទខ្លាកហឹមនឹងសបោត្រីពីទូចហ្នឹងខ្ញុំអាសាទៅខ្លាហឹមហ្នឹងឆ្លងទៅកំពុងឆ្នាំងកំពុងលេងតែម្ដងបាទចាំមើលអូដូចជាខ្សែទឹកក្រៅបាទមហាព្រំជើងទី1ស្ថិតនៅខ្សែទឹកក្នុងគាត់ទទួលជ័យជំនះឥឡូវគាត់ទៅនៅខ្សែទឹកក្រៅមហាព្រំយ៉ាងម៉េចដែរមហាព្រំពេលដែលទៅនៅខ្សែទឹកក្រៅឯយុវជនបារាយបាទយុវជនបារាយមកពីព្រៃវែងដូចជាយឺតណាបាទគឺបាទយុវជនបារាយមិនអាចទទួលជ័យជំនះទេបាទអ្នកគ្រប់គ្រងនៅណែក្បែរខ្ញុំនេះគាត់ហូគាត់សប្បាយណាស់ជើងចុងក្រោយបាទថ្នាក់អន្តរជាតិ